តោះសួស្តីទាំងអស់គ្នាដោយទាំងអស់គ្នាបានមើលវីដេអូមុនហើយគឺខ្ញុំបាននិយាយពីច្បាប់20លើ80ឬក៏80លើ20និយាយទៅមួយណាក៏បានដែរតែ20 80ហ្នឹងហើយអញ្ចឹងឥឡូវចូល part 2 ម្ដងអញ្ចឹងឥឡូវមុននឹងចូល part 2ខ្ញុំគ្រាន់រំលឹកឡើងវិញឯងអញ្ចឹងតាក់ទងចំណុច4ដែលខ្ញុំបានចែករំលែកហ្នឹងទី1គឺតាក់ទងជាមួយនឹងការ talking ទី2 achieving ទី3គឺ learning ហើយនិងទី4គឺ happiness អញ្ចឹងឥឡូវយើងតចូលដល់ចំណុចទី5ដល់ទី8ទាំងអស់គ្នាអញ្ចឹងចំណុចទី5គឺ relationship យើងដឹងហើយគឺទំនាក់ទំនងអញ្ចឹងទំនាក់ទំនងក្នុងហ្នឹងគឺបានន័យថាយើងជាអ្នក giving 80%ហើយជាអ្នកទទួល20%អញ្ចឹងក្នុងទំនាក់ទំនងមួយបានន័យថាយើងជាអ្នកផ្ដល់ឲ្យច្រើនជាងទទួលយកអញ្ចឹងមួយទៀតគឺ improving ហ្នឹងគឺចំណុចលេខ6ចំណុចលេខ6ហ្នឹងគឺតាក់ទងជាមួយ persistent persistent ហ្នឹងគឺ80%ហើយចំពោះ20%ទៀតផ្ដោតទៅលើ idea អញ្ចឹងតើតើមក improving យើងដឹងហើយគឺការអភិវឌ្ឍឬក៏និយាយថារីកចម្រើនអីចឹងទៅអញ្ចឹង persistent ហ្នឹងគឺតើតើជាមួយនឹងការតស៊ូអញ្ចឹងដើម្បីឲ្យយើងមានការរីកចម្រើនអីយើងត្រូវតែមានការតស៊ូហ្នឹងឲ្យវាខ្លាំងបំផុតរហូតទៅដល់80%ហើយ20%ទៀតតើតើជាមួយនឹងគំនិត idea អីផ្សេងដែលយើងមានអញ្ចឹងចំណុចទី7គឺតើតើជាមួយនឹង well ហ្នឹងគឺតើតើជាមួយនឹងទ្រព្យសម្បត្តិអញ្ចឹង80%គឺយើងផ្ដោតទៅលើទម្លាប់ហើយ20%គឺយើងផ្ដោតទៅលើ math តាក់ទងជាមួយគណិតវិទ្យាអញ្ចឹងគណិតវិទ្យាយើងដឹងហើយគឺតួលេខទៅណាអញ្ចឹងតាក់ទងជាមួយនឹង habit ទម្លាប់របស់យើងហ្នឹងគឺធំមែនតើគឺវាចង់និយាយថាវាជះឥទ្ធិពលលើការរស់នៅរបស់យើងប្រចាំថ្ងៃអញ្ចឹងដើម្បីឲ្យបានទ្រព្យសម្បត្តិច្រើនបើសិនបើយើងមានទម្លាប់ចាយខ្ជះខ្ជាយទម្លាប់នៃការរស់នៅរបស់យើងហ្នឹងហើយអញ្ចឹង80%ហ្នឹងគឺតកតងជាមួយនឹងទម្លាប់ហ្នឹងហើយ20%តកតងជាមួយនឹងគេហៅថាការចំណាយការតួលេខអីផ្សេងដែលយើងកណនាចេញហ្នឹងហើយអញ្ចឹងទៅដល់ចំណុចទី8គឺតកតងមួយ health គឺសុខភាពអញ្ចឹងសុខភាពគេនិយាយថា80%ត្រូវផ្ដោតលើការហូបអាហារ eating ហើយ20%គឺ exercising អញ្ចឹងមានន័យថាចំណីអាហារដែលយើងញ៉ាំវាប៉ះពាល់ដល់សុខភាពយើងខ្លាំងមែនទែនតកតងមួយការ health plan ក៏វាជួយដែរប៉ុន្តែគ្រាន់ថាគេក្នុងហ្នឹងគេដាក់តែ20%ទេអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺការហូបចុកអញ្ចឹងដោយឧទាហរណ៍មួយបើសិនបើអ្នកទាំងអស់គ្នាចង់ស្រកគីឡូប៉ុន្តែអ្នកទាំងអស់គ្នាខំប្រឹងហាត់ប្រាណតែបើសិនបើយើងអត់កំណត់របបអាហារឬក៏ញ៉ាំអីដែល healthy ឬក៏លក្ខណៈថាយើងញ៉ាំបបាច់ប៉ោចហើយយើងហាត់ប្រាណខំមិនក៏វាអត់ស្រកគីឡូដែរដោយសារតែយើងអត់ធ្វើរបបអាហារត្រឹមត្រូវអញ្ចឹងកន្លែងនេះច្បាប់20 80ហ្នឹងគឺគេបដោតទៅលើការញ៉ាំអញ្ចឹងទាំងអស់គ្នាបើចង់បានសុខភាពល្អកុំភ្លេចគិតដល់រឿងញ៉ាំរបស់យើងទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមសង្ខេបបន្តិចតទៅជាមួយនឹងចំណុចដែលទី5ដល់ទី8ហ្នឹងគឺមាន relationship improving well ហើយនិង health ចុងក្រោយអញ្ចឹងច្បាប់80លើ20នេះគឺខ្ញុំបានអានដែរទេប៉ុន្តែគ្រាន់ថាគេសរសេរជាសង្ខេបមកគឺងាយយល់មែនតើអញ្ចឹងទាំងអស់គ្នាយល់ថាកន្លែងណាដែលល្អអាចយកទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃបានណាអញ្ចឹងវីដេអូ part 2សម្រាប់ច្បាប់80លើ20ហ្នឹងចប់ត្រឹមហ្នឹងអរគុណច្រើន